4 ថ្ងៃមុនខ្ញុំបានទៅព្យាបាលជំងឺនៅផ្ទះលោកគ្រូជឿនខ្ញុំឃើញពុកម៉ែបងប្អូនប្រជាជនច្រើនមែនទែនទៅព្យាបាលមានទាំងប្រសង់គាត់ទៅព្យាបាលដូចគ្នាដែរមានអ្នកជំងឺស្រាលមានអ្នកជំងឺធ្ងន់និងមានអ្នកជំងឺដែរដំណាក់កាលចុងក្រោយទៅព្យាបាលលោកគ្រូអូខេសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនប្រហែលជាមិនទាន់ស្គាល់ខ្លះហើយក៏បានស្គាល់ខ្លះជាមួយនឹងលោកគ្រូដាំជឿនដែលគាត់រស់នៅក្នុងខេត្តកំពង់ធំស្រុកកំពង់ថ្មបងប្អូនដែលអត់ទាន់បានស្គាល់បងប្អូនអាចចែករំលែកដើម្បីឲ្យលោកយាយលោកតាផ្សេងទៀតបានស្គាល់សម្រាប់លោកយាយលោកតាដែលគាត់កំពុងតែរកកន្លែងព្យាបាលជំងឺរបស់គាត់ហើយសូមបងប្អូនកុំភ្លេចជួយចុច Subscribe Channel YouTube បងប្អូនអ្នកមួយផងដើម្បីឲ្យបងប្អូនមានកម្លាំងចិត្តបន្តចែករំលែកវីដេអូល្អៗដល់ពុកម៉ែបងប្អូនទាំងអស់គ្នាលោកគ្រូដាំជឿនគាត់ព្យាបាលជំងឺគ្រប់មុខបងប្អូនមានជំងឺទាញទឹកជំងឺដុំគីសជំងឺស្ពឹកដៃស្ពឹកជើងជំងឺដែរពេលដែលខ្ញុំបានជំនាញខ្លួនអត់ដំណើរការឃើញអ្នកជំងឺទាំងអ្នកឈឺស្រាលទាំងជំងឺមហារីកគឺគាត់មើលទាំងដែលដំណាក់កាលហើយក៏មានបងប្អូនជាច្រើនដែលបានទៅព្យាបាលបានធូរស្បើយបងប្អូនដែលគាត់បើសិនជាគាត់មិនល្បីគឺមិនមានអ្នកកសែតមិនមានអ្នកត្រីរាជការទៅព្យាបាលច្រើនទេបងប្អូនគឺមានអ្នកទៅតម្រង់ជួរចាំគាត់ច្រើនណាស់ពីខេត្តនានាពីតំបន់នានានៅក្នុងប្រទេសកម្ពុជាយើងមានទាំងបងប្អូនខ្លះនៅក្រៅប្រទេសគាត់ចំណាយពេលមកស្រុកខ្មែរដើម្បីទៅព្យាបាលទៅច្រើនកន្លែងហើយគាត់ដូចជាបងប្អូនបានឃើញជាក់ស្ដែងគាត់នៅតែគឺមិនមែនជាក្នុងផ្សារត្រីមិនមែនជាក្នុងផ្សារបន្លែហើយក៏មិនមែនជាក្នុងកម្មវិធីអីទេហើយសម្រាប់បងប្អូនគឺជាកន្លែងផ្ទះលោកគ្រូដែលមិនវេប្រហាលោកលើកតាគាត់ទៅបែបនេះមួយឲ្យលោកគ្រូជួយព្យាបាលជំងឺឲ្យបងប្អូនទេនៅជុំវិញបរិវេណផ្ទះគាត់ឈឺ1គីឡូដីគឺបងប្អូនអាចគិតបានទម្រាបជួរគ្នាហើយប្រជាជនទម្រាបជួរគ្នាដូចជាទៅហែកឋិនដូចជាទៅកម្មវិធីអញ្ចឹងជួបផ្ទាល់បងប្អូនហើយសម្រាប់លោកលោកតាដែលបានស្គាល់ក៏សូមជួយចែករំលែកបន្តដើម្បីបានបន់កសលទាំងអស់គ្នាសម្រាប់អ្នកផ្សេងដែលគាត់អត់ទាន់បានដឹងអត់ទាន់បានឃើញខ្ញុំក៏រំភើបរីករាយក្នុងការចែករំលែកដល់លោកយាយលោកតាពូមីងអ៊ំទាំងអស់គ្នាដែរព្រោះខ្ញុំតែងតែចែករំលែកនៅវីដេអូល្អៗដែលមានប្រយោជន៍នៅក្នុងសង្គមដែលមានប្រយោជន៍សម្រាប់លោកយាយលោកតាទាំងអស់គ្នាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel បងប្អូនម្នាក់មួយដើម្បីឲ្យបងប្អូនមានកម្លាំងចិត្តក្នុងការចែករំលែកវីដេអូដែលមានតម្លៃនិងមានប្រយោជន៍សម្រាប់សង្គមក៏ដូចជាសម្រាប់លោកយាយលោកតាពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែមានជំងឺនៅក្នុងខ្លួនហើយកំពុងតែរោគព្យាបាលជំងឺកន្លែងណាដែលអាចជួយគាត់ឲ្យបានធូរស្បើយវាជារឿងធម្មតាទេបងប្អូនអ្នកជំងឺដែលព្យាបាលច្រើនកន្លែងអស់ជំរឿសយើងត្រូវតែរកកន្លែងណាមួយដែលមានសង្ឃឹមចុងក្រោយទោះបីពីមុនមកយើងធ្លាប់ព្យាបាលកន្លែងពេទ្យកន្លែងគ្រូផ្សេងប៉ុន្តែយើងអត់ទាន់បានរកកន្លែងណាមួយដែលអាចព្យាបាលជំងឺចុងក្រោយយើងបានយើងគួរតែស្វះស្វែងរកដើម្បីព្យាបាលខ្លួនឯងក៏ដូចជាព្យាបាលលោកក្រុមគ្រួសាររបស់យើងដែលកំពុងតែមានជំងឺអូខេបងប្អូនខុសឆ្គងកន្លែងណាក៏សូមអធិស្ឋានបងប្អូនព្រោះនិយាយផ្ទាល់អញ្ចឹងគឺមិនសូវជាក្បោះក្បាយក៏ដូចជាមិនបានល្អឥតខ្ចោះទេគឺនិយាយតាមអ្វីដែលជាក់ស្ដែងដោយមិនបានព្រៀងទុកអូខេបងប្អូនទាំងគ្នាអរគុណជម្រាបលាខុសឆ្គងកន្លែងណាក៏សូមអធិស្ឋានអរគុណបាយបាយ